លោកគ្រូជួយកែ TikTok ផងអូខេបានបងកែជូនបានបងកែជូនបានអញ្ចឹងណាបងរៀបចំ TikTok ស្តង់ដារហ្នឹងគឺមានសមាកម្មជូនអញ្ចឹងណាបងរៀបចំជូនបងប្អូនយើងច្រើនហើយអញ្ចឹងណាបងចំពោះបងប្អូនយើងដែលមាន TikTok ចាស់ចាស់គេថា old version អញ្ចឹងណាធ្វើការកែជូនបានបងអាប់ដេតស្តង់ដារអញ្ចឹងណាបងតបនឹង comment បងពីខាង TikTok ណាស្នើសុំលោកគ្រូបានបងបាន TikTok មានពីរធំបងទី1 TikTok បែបជា content blog មាតិកាវីដេអូនេះបច្ចុប្បន្ននេះគឺទុកក្នុងការរកលុយតាម TikTok ហ្នឹងក៏បានដែររៀបចំដោយស្តង់ដារសិនកាលណាយើងរៀបចំស្តង់ដារគ្រឹះវារឹងមាំវាអត់ប្រឈមមុខនឹងការចាប់គេថា ban ប្រមានខូចទេអាហ្នឹងណាហើយបងប្អូនយើងក៏តាក់ទងមកលោកគ្រូថាលោកគ្រូ TikTok ខូចលេងមានបញ្ហាដោយសារអីភាសាគាត់អត់បានអាប់ដេតឲ្យស្តង់ដារវាគ្រឹះណាគាត់ចេះតែបង្កើតជួនកាលគាត់បង្កើតខ្លួនឯងចុចប៉ាតណាប៉ាតអីគាត់ទៅដឹងទេអញ្ចឹងណាជួនកាលគាត់ឲ្យគេបង្កើតឲ្យអញ្ចឹងទៅឲ្យតែបានលេងសិនអញ្ចឹងណាអាហ្នឹងលេងបានតែដល់វាប្រឈមនឹងការចាប់លេងកសាងទៅប្លុកខូចបាត់ត្រូវបង្កើតថ្មីអញ្ចឹងណាគឺស្ដាយ follower អ្នកចុចតាមដានអញ្ចឹងណាបងអញ្ចឹងយោបល់លោកគ្រូគឺអាប់ដេតសិន TikTok ស្តង់ដារ2025 content មាតិកាវីដេអូគេទៅក្នុងការរកលេងឬជួនកាលបងប្អូនយើងគាត់លេង TikTok សិននៅពេលខាងមុខបានគាត់រកស៊ីអាហ្នឹងក៏បានដែរហ្នឹងទី1ទី2 TikTok ជាកម្មតែម្ដងបាញ់ចំគោលដៅហ្មងណាបងប្អូនយើងដែលលក់ដូររកស៊ីនៅលើ TikTok ផលិតផលសេវាកម្មផ្សេងៗអាចធ្វើការអាប់ដេតបាន2025គឺកែឲ្យស្តង់ដារហ្មងណាអញ្ចឹងវានឹងរឹងមាំហើយវានឹងបាញ់ចំគោលដៅគេថាអូឌៀនតែម្ដងណាយើងលក់ដូររកស៊ីយើងចង់បានអ្នកមើលច្រើនហើយចង់ឲ្យវាចំគោលដៅទៀតនេះគឺលោកគ្រូមានសេវាកម្មជួយតែម្ដងណាបងបាទជូនអរគុណ